សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូនិងអ្នកទស្សនាទាំងអស់គ្នាខ្ញុំឈ្មោះរាវិជ្ជការពួកយើងជាក្រុមទី7ថ្ងៃទី11មកពីសាលាវិទ្យាល័យបង្វិលថ្ងៃនេះពួកយើងមកពិសាក្នុងផ្នែកសិប្បនិម្មិតដែលមានគ្រឿងផ្សំដូចជាសាប៊ូលាងចានទឹកខ្មេះម្សៅបាគីសូដាទឹកធម្មតាហើយនិងលក្ខឥឡូវនេះយើងចាប់ផ្ដើមលាយគ្រឿងផ្សំទាំងអស់ចូលគ្នារួចកូរវាឲ្យសព្វបន្ទាប់ពីយើងកូរវាឲ្យរលាយសព្វចូលគ្នាហើយយើងចាប់ផ្ដើមយកវាទៅចាក់ក្នុងភ្លើងសិប្បនិម្មិតបន្ទាប់មកយើងចាប់ផ្ដើមយកទឹកខ្មេះចាក់ចូលពីលើយើងឃើញថាបន្ទាប់ពីដាក់ទឹកខ្មេះចូលយើងទទួលបានភ្នំភ្លើងសិប្បនិម្មិតដែលជាកុំឲ្យភ្នំភ្លើងហូរចេញមកក្រៅឥឡូវនេះភ្នំភ្លើងរបស់ពួកយើងគឺទទួលបានជោគជ័យជាការស្រេចជាចុងបញ្ចប់នៃវីដេអូពួកយើងទាំងអស់គ្នាសូមអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការស្ដាប់និងទស្សនាវីដេអូរបស់ពួកយើងហើយក៏សូមអធិស្ឋានដល់កំហុសឆ្គងមិនសមរម្យរបស់ពួកយើងនៅក្នុងវីដេអូ